នេះគឺជារឿងដ៏ឈឺក្បាលបំផុតសម្រាប់ម្ចាស់កប៉ាល់ធំៗដែលត្រូវចំណាយទឹកប្រាក់រាប់ពាន់ដុល្លារដើម្បីសម្អាតកប៉ាល់របស់ពួកគេកប៉ាល់ធំៗត្រូវបានដាក់នៅក្នុងទឹកជាយូរថ្ងៃយូរខែយូរឆ្នាំបន្ទាប់មកមានប៉ារ៉ាស៊ីតមួយចំនួនបានទុំទៅលើដែកទាំងអស់នោះផងដែរពួកគេជួលអ្នកជំនាញអ្នកជ្រមុជទឹកនិងកម្មករដែលមានជំនាញនិងបទពិសោធន៍ក្នុងការសម្អាតផាលស្លាបចាក់និងកន្លែងសំខាន់ផ្សេងទៀតហើយទាំងអស់នេះគឺសិតជាប៉ារ៉ាស៊ីតដែលវាចូលចិត្តទុំនៅលើដែកទុំនៅលើកន្លែងណាដែលនឹងថ្កល់បងប្អូនអរគ្នាលក្ខណៈថាសូម្បីតែត្រីឬក៏អណ្ដើកអីក៏វាទុំនៅលើខ្លួនរបស់ពួកនឹងបានដែរហើយប៉ារ៉ាស៊ីតមួយចំនួននេះគឺពិតជាខុសខើខ្លាំងមែនទែនបើសិនជាពួកវាទុំនៅលើសត្វដែលមានជីវិតគឺពួកវាខំនឹងស៊ីសាច់ស៊ីស្នូករបស់សត្វដែលមានជីវិតនោះរហូតដល់ស្លាប់តែម្ដងពួកគេត្រូវប្រើម៉ូទ័រដើម្បីខាត់សម្អាតកន្លែងដែលពួកវាទុំពីព្រោះអីនៅពេលដែលវាទុំច្រើនពេកកកកុញវានឹងមានបញ្ហាដល់កប៉ាល់ស្ទះផ្លូវឬក៏ស្ទះរុនទឹកអីចឹងទៅបងប្អូនហើយការងារនេះមានតែអ្នកជំនាញតែប៉ុណ្ណោះដែលអាចធ្វើបានហើយក៏ស៊ីប្រាក់ខែនោះក៏ថ្លៃផងដែរបងប្អូនអរគ្នាហើយពួកគាត់ព្យាយាមធ្វើការយ៉ាងយកចិត្តទុកដាក់ផងដែរ